ចឹងដឹងពីរបៀបដូរឈ្មោះរបស់ Facebook តាមសំណូមពរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបានសំណូមពរពីបងស្រីម្នាក់ឯងដែលគាត់សំណូមពរឲ្យខ្ញុំធ្វើពីរបៀបស្នើសុំដូរឈ្មោះ account Facebook របស់យើងណាអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នាត្រូវចាំថាការដូរឈ្មោះ Facebook ឥឡូវយើងមិនអាចដូររៀងរហូតបានទេរយៈពេល2ខែទើបយើងអាចមានសិទ្ធិក្នុងការស្នើសុំដូរម្ដងនៅក្នុងការដូរម្ដង2ខែដូរម្ដងគឺ60ថ្ងៃអញ្ចឹងទី1នៅក្នុងការដូរ Facebook នេះបងប្អូនទាំងអស់គ្នាត្រូវតែចាំ password របស់យើងឲ្យបានត្រឹមត្រូវណា password Facebook ត្រូវតែចាំបើអត់ចាំគឺអំបិលអត់អាចដូរបានទេអូខេអញ្ចឹងឥឡូវយើងទៅទស្សនាទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់អេក្រង់ទូរស័ព្ទដៃរបស់ខ្ញុំមកខ្ញុំនឹងប្រាប់ពីរបៀបចូលទៅដូរឈ្មោះរបស់ Facebook របស់យើងបាទបងប្អូនទាំងអស់គ្នាចូលមកកន្លែងផ្ទាំងខាងមុខ menu នេះបាទហើយចុចកន្លែងសញ្ញាស្ពឺខាងលើបាទអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាចូលមកហើយកន្លែងនេះសម្រាប់ភាសាខ្មែរឬក៏ភាសាអង់គ្លេសគឺយើងធ្វើដូចគ្នាបាទយើងចំណាំណាបាទមិនថាអង់គ្លេសមិនថាខ្មែរទេគឺធ្វើដូចគ្នាព្រោះវាមាន logo របស់វាដូចគ្នាទាំងអស់បាទអត់បញ្ហាទេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែងពាក្យថាបាទ Meta Account Center បាទឬក៏មជ្ឈមណ្ឌលគណនេយ្យរបស់យើងនឹងចុចកន្លែងហ្នឹងមកបាទអញ្ចឹងគឺកន្លែងនេះអត់អីទេខ្ញុំដាក់ not now សិនមកអូខេអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុចមកកន្លែងពាក្យថាបាទ profile and personal detail បាទចុចកន្លែងហ្នឹងមកហើយចុចមកតាមដំបងដែលខ្ញុំគូសហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើឈ្មោះយើងមួយអញ្ចឹងកន្លែងនេះខ្ញុំសូម blur ទៅលើ email ឬក៏ថ្ងៃខែឆ្នាំកណ្ដាលហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើពាក្យ account របស់យើងហ្នឹងមកអញ្ចឹងអ្នកទាំងអស់គ្នានឹងមើលឃើញកន្លែងពាក្យថា name បាទ name គឺឈ្មោះបាទនៅខាងលើគេហ្នឹងមិនថាភាសាអង់គ្លេសឬក៏ភាសាខ្មែរទេនៅកន្លែងតែមួយចុចលើពាក្យ name ហ្នឹងមកអ្នកទាំងអស់គ្នាអាចធ្វើការដូរឈ្មោះបានបាទនេះគឺជាឈ្មោះដែលយើងអាចដូរបានខាងលើគឺជាឈ្មោះផ្ទាល់ខ្លួនខាងក្រោមគឺជាត្រកូលអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការដូរមកឥឡូវខ្ញុំសូមដាក់ឈ្មោះហ្នឹងសិនអូខេអញ្ចឹងខ្ញុំបានដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់អូនបូផាអញ្ចឹងទៅបាទដើម្បីស្រួលចំណាំហើយបន្ទាប់ពីយើងដាក់រួចហើយអ្នកទាំងអស់គ្នាចុចពាក្យថា change បាទ review change ឬក៏ពិនិត្យក្នុងការដូរឈ្មោះអញ្ចឹងណាបាទចុចខាងក្រោមហ្នឹងមកអូខេអញ្ចឹងគឺនៅក្នុងនេះគេចាប់ឈ្មោះឲ្យយើងទីមួយយើងដាក់អូនបុផាឬក៏បុផាអូនក៏បានដែរហើយបន្ទាប់មកយើងចុចពាក្យថា save change បាទឬក៏រក្សាទុកក្នុងការដូរឈ្មោះហ្នឹងបាទចុចពាក្យ save change ហ្នឹងមកគឺរួចរាល់អញ្ចឹង account នេះវាអត់ទាមទារទៅលើ password ទេអញ្ចឹងយើងអាចដូរបានភ្លាមយកតែម្ដងអញ្ចឹងសម្រាប់ account បងប្អូនមួយចំនួនដែលអត់ទាមទារ password ក៏យើងអាចដូរយកបានតែម្ដងតែបើសិនជា account បងប្អូនទាំងអស់គ្នាទាមទារ password វាយបំពេញ password នឹងចូលទៅគឺរួចរាល់ហើយយើងអាចប្ដូរឈ្មោះបានយកតែម្ដងអូខេសម្រាប់វីដេអូនេះកុំភ្លេចជួយ share ឬក៏ចុច save ហើយកុំភ្លេចចុច follow page ខ្ញុំម្នាក់មួយផងបើសិនជាចង់បានមេរៀនឬក៏របៀបអ្វីផ្សេងអាចធ្វើការ comment នៅខាងក្រោមវីដេអូបានចាំខ្ញុំចេញធ្វើជាវីដេអូចែកជូនបងប្អូនទាំងអស់គ្នាតាមអ្វីដែលបងប្អូនទាំងអស់គ្នាចង់ចេះពីខ្ញុំបាទឆាន់ឡុងអរគុណច្រើនសម្រាប់វីដេអូនេះជួបគ្នាជាមួយនឹងខ្ញុំបាទនៅវីដេអូបន្តទៀត